នាងខ្ញុំសូមគោរពជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពនៅក្នុងឱកាសអបអរសាទរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមអត្ថច័ន្ទក្រហម8ឧសភាឆ្នាំ2025ក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុនិងស្ថិតក្នុងស្មារតីរួមកម្លាំងគ្នាដើម្បីចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានាងខ្ញុំសូមគោរពអញ្ជើញទូរទស្សនិកជនតាមដានទស្សនាកម្រងវីដេអូឯកសាររបស់កាកបាទក្រហមកម្ពុជាស្ដីពីសកម្មភាពមនុស្សធម៌ចាប់តាំងពីការប្រារព្ធខួបលើកទី161មកដល់ខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមអត្ថច័ន្ទក្រហម8ឧសភាឆ្នាំ2025នេះកម្រងវីដេអូឯកសារមានខ្លឹមសារដូចតទៅទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហមថ្ងៃទី8ខែឧសភាគឺជាព្រឹត្តិការណ៍សកលប្រចាំឆ្នាំរបស់ចលនាអន្តរជាតិដែលប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់ការបង្កើតឲ្យមានចលនាអន្តរជាតិកាកបាទក្រហមនិងអត្ថច័ន្ទក្រហមនិងផ្សព្វផ្សាយឲ្យសកលលោកបានដឹងជាទូទៅនៃសភាពការនិងស្ថានភាពនៃបញ្ហាប្រឈមជាសកលដែលទាមទារឲ្យថ្នាក់ដឹកនាំគ្រប់ប្រទេសរួមទាំងស្ថាប័នអន្តរជាតិនានាជាពិសេសស្ថាប័នមនុស្សធម៌គ្រប់ប្រភេទត្រូវរួមកម្លាំងគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាដើម្បីមនុស្សជាតិនិងភពផែនដីនេះឆ្នាំនេះកាកបាទក្រហមកម្ពុជាដែលមានសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតគង់ជាព្រះប្រធានកិត្តិយសនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជាប្រធានបានកំណត់យកមូលបត្ររួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុដើម្បីអបអរសាទរខួប162ទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហម8ឧសភា2025និងអបអរសាទរខួបលើកទី70នៃទិវាកំណើតកាកបាទក្រហមកម្ពុជាដែលមូលបត្រនេះគឺជាការបន្តរួមចំណែកយ៉ាងធំធេងដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7នៃរដ្ឋសភាក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដើម្បីការកាត់បន្ថយភាពក្រីក្រលើកកម្ពស់វិស័យសុខភាពសាធារណៈនិងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុជារៀងរាល់ឆ្នាំពោលគឺចាប់តាំងពីឆ្នាំ1999មកក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនកាកបាទក្រហមកម្ពុជាបានយកទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហម8ឧសភានេះសម្រាប់ធ្វើការផ្សព្វផ្សាយគោលការណ៍គ្រឹះតម្លៃមនុស្សធម៌និងបំផុសការចូលរួមវិភាគទានឬបរិច្ចាគធនធានដើម្បីជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌របស់សមាគមជាតិជាក់ស្ដែងនៅគ្រប់ទិវាមហាសប្បុរសវិសេសវិសាលនេះកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្ដាលនិងសាខាមានមោទនភាពដ៏ខ្ពង់ខ្ពស់បំផុតចំពោះការគាំទ្រយ៉ាងធំធេងពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានពោលគឺពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានការកើនឡើងជាលំដាប់ដែលនេះបានបង្ហាញយ៉ាងច្បាស់ថាវិសាលភាពវប្បធម៌នៃការចែករំលែកនិងការជឿជាក់លើបេសកកម្មមនុស្សធម៌កាកបាទក្រហមកម្ពុជាកាន់តែមានភាពរីកធំធាត់និងកំពុងចាក់ឫសយ៉ាងជ្រៅទៅក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជានិងសង្គមជាតិខ្មែរទាំងមូលជាសក្ខីភាពក្នុងរយៈពេល5ឆ្នាំចុងក្រោយជាប់គ្នានេះពោលគឺចាប់ពីឆ្នាំ2020ដល់ឆ្នាំ2024កន្លងទៅបើទោះបីកាកបាទក្រហមកម្ពុជាមិនបានប្រារព្ធពិធីជួបជុំអបអរសាទរទិវាពិភពលោកកាកបាទក្រហមនិងអត្ថច័ន្ទក្រហមក្តីតែចំនួនសប្បុរសជននៅតែមានការកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំដែលនេះបានបង្ហាញពីទឹកចិត្តជ្រះថ្លានិងបេះដូងមនុស្សធម៌របស់ជនរួមជាតិខ្មែរយើងគ្រប់ស្រទាប់វណ្ណៈបានប្រកាន់យកនៅវប្បធម៌នៃការចែករំលែកខ្មែរជួយខ្មែរខ្មែរធ្វើបានហើយដែលអ្វីជាកត្តាចម្បងឲ្យមានទឹកចិត្តជ្រះថ្លានេះក៏ដោយសារបងប្អូនជនរួមជាតិយើងជឿជាក់លើភាពជាអ្នកដឹកនាំគ្រប់គ្រងរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងភាពស្មោះត្រង់តម្លាភាព
នៃប្រតិបត្តិការកាកបាទក្រហមកម្ពុជាដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តបម្រើសកម្មភាពមនុស្សធម៌ពិតៗដោយការស្ម័គ្រចិត្តនិងគ្មានលក្ខខណ្ឌដើម្បីរួមវិភាគទានឆ្លើយតបសកម្មភាពដ៏ថ្លៃថ្លានេះព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គតែងតែគង់ជានិមិត្តរូបឈានមុខក្នុងព្រះរាជសកម្មភាពជួយសម្រាលការលំបាកប្រជារាស្ត្រជាកូនចៅទួតរបស់ព្រះអង្គនៅគ្រប់កាលៈទេសៈនិងគ្រប់ទីកន្លែងដោយរៀងរាល់ខែរាល់ត្រីមាសជាពិសេសក្នុងឱកាសអបអរសាទរទិវា8ឧសភារៀងរាល់ឆ្នាំព្រះអង្គទាំងទ្វេតែងតែសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយសមាគមជាតិកាកបាទក្រហមកម្ពុជាបន្តជ្រោមជ្រែងបេសកកម្មមនុស្សធម៌នៅព្រះរាជាណាចក្រកម្ពុជាជាក់ស្ដែងក្នុងខួប162ទិវា8ឧសភាឆ្នាំ2024កន្លងទៅព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន$10,000ដើម្បីរួមចំណែកបម្រើសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាមូលនិធិសប្បុរសធម៌ដែលបានមកពីការប្រោសព្រះរាជទាននៃអង្គព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងការបរិច្ចាគពីសប្បុរសជននានាកាលពីឆ្នាំ2024កន្លងទៅត្រូវបានយកមកប្រើប្រាស់ប្រកបដោយតម្លាភាពគណនេយ្យភាពនិងបរិយាបន្នក្នុងប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាននានាទៅតាមប្រភេទនិងស្ថានភាពនៃផលប៉ះពាល់របស់បងប្អូនព្រមទាំងការជួយសង្គ្រោះសម្រាលការលំបាកជាបណ្ដោះអាសន្ននិងសកម្មភាពនៃការស្ដារឡើងវិញជីវភាពរបស់បងប្អូនក្រោយគ្រោះមហន្តរាយដោយគោរពទៅតាមគោលការណ៍គ្រឹះទាំង7នៃចលនាកាកបាទក្រហមនិងអត្តច័ន្ទក្រហមជាលទ្ធផលក្នុងឆ្នាំ2024នេះកាកបាទក្រហមកម្ពុជាឆ្លើយតបបានភ្លាមទៅនឹងតម្រូវការជាក់ស្ដែងនៅតាមសហគមន៍រងគ្រោះនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុតបាន50,048គ្រួសារក្នុងនោះថ្នាក់កណ្ដាលឆ្លើយតបបាន21,912គ្រួសារនិងសាខា28,136គ្រួសារនិងមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារទៀតបានទទួលផលពីសេវាកម្មមនុស្សធម៌ផ្សេងពីកាកបាទក្រហមកម្ពុជាដោយឡែកក្នុងចុងឆ្នាំ2024និងដើមឆ្នាំ2025នេះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតក្នុងនោះនៅថ្ងៃទី31ខែឧសភាឆ្នាំ2024បានចែកអំណោយមនុស្សធម៌ជាស្បៀងនិងសម្ភារៈផ្សេងជូនបងប្អូនកម្មករកម្មការិនីអនាម័យនិងបរិស្ថានចំនួន2355នាក់និងនៅថ្ងៃទី28ខែកញ្ញាឆ្នាំ2024សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនអញ្ជើញសំណេះសំណាលនិងផ្ដល់អំណោយមនុស្សធម៌ជូនសមាជិកនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា311នាក់ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាការជួបសំណេះសំណាលដោយផ្ទាល់របស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធាននេះមិនត្រឹមតែបានផ្សារភ្ជាប់មនោសញ្ចេតនាជាមួយបងប្អូនកម្មករកម្មការិនីក៏ដូចជាលោកអ៊ំលោកពូអ្នកប្រកបមុខរបរធាក់ស៊ីក្លូជាសមាជិកនៃសមាគមមូលនិធិត្រីចក្រយានកម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាកាកបាទក្រហមកម្ពុជាដែលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានស័ក្តិសមទៅនឹងការប្រសិទ្ធនាមជាមាតាមនុស្សធម៌របស់កម្ពុជាថ្ងៃទី25ខែធ្នូឆ្នាំ2024សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានបានអញ្ជើញជួបសម្ដេចសំណាលនិងផ្ដល់អំណោយមនុស្សធម៌ជូនលោកគ្រូអ្នកគ្រូក្រុមគ្រូពេទ្យអ្នកជំងឺនិងប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន1409គ្រួសាររស់នៅក្នុងក្រុងរុនតាឯកតេជោសែនខេត្តសៀមរាប
ការផ្ដល់អំណោយមនុស្សធម៌ជូននាពេលនេះដើម្បីរួមចំណែកជួយសម្រាលការលំបាកខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋបន្ថែមទៅលើការជួយរបស់រាជរដ្ឋាភិបាលនាពេលកន្លងមកព្រោះថាប្រជាពលរដ្ឋដែលកំពុងមករស់នៅក្នុងក្រុងថ្មីនេះជាអតីតប្រជាពលរដ្ឋធ្លាប់តាំងទីលំនៅមិនរៀបរយក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាហើយបានស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីនៅទីនេះដោយទទួលបាននៅប័ណ្ណកម្មសិទ្ធិស្របច្បាប់ក្រោមការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងទិសដៅកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ឲ្យคล้ายទៅជាក្រុងរណបមួយដ៏ស្រស់បំព្រងដើម្បីប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរភាពសុខសាន្តជីវភាពល្អប្រសើរនាពេលអនាគតដោយឡែកនៅថ្ងៃទី5និងទី6ខែមីនាឆ្នាំ2025សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុបចំនួន4500គ្រួសារក្នុងក្រុងស្រុកចំនួន5នៃខេត្តឧត្តរមានជ័យក្នុងនោះមានស្រុកបន្ទាយអំពិលស្រុកចុងកាល់ស្រុកត្រពាំងប្រាសាទស្រុកអន្លង់វែងនិងក្រុងសំរោងវត្តមាននៃការអញ្ជើញចែកអំណោយមនុស្សធម៌ដល់ជនងាយរងគ្រោះបំផុតក្នុងខេត្តឧត្តរមានជ័យរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតក្នុងពេលនេះជាសក្ខីភាពនៃការឆ្លើយតបទៅនឹងការប្រឹងប្រែងតស៊ូរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងលើទីតាំងទឹកដីជាប្រវត្តិសាស្ត្រមួយដែលពីមុនជាសមរភូមិប្រយុទ្ធដ៏ក្តៅនិងទទួលរងការបំផ្លិចបំផ្លាញដោយវិនាសកម្មសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៃភាគីជម្លោះប្រដាប់អាវុធនានាអស់រយៈពេលរាប់ទសវត្សរ៍ហើយបន្សល់ទុកនៅចំការមីនជនពិការភាពក្រីក្រនិងសុខភាពប្រជាជនទន់ខ្សោយហើយក៏ជាការអបអរសាទរដែលតំបន់នេះបានប្រែក្លាយមកជាទឹកដីសន្តិភាពនិងមានភាពស្ងប់ស្ងាត់ពីសម្លេងគ្រាប់កាំភ្លើងជំនួសមកវិញនៅស្នាមញញឹមនិងសំណើចក្អាកក្អាយដែនដីសម្បូរដោយគ្រាប់មីនរាប់លានគ្រាប់មកជាដីស្រែនិងចំការដំឡូងរាប់ម៉ឺនហិកតានិងប្រែក្លាយជំរំជនភៀសសឹកភៀសខ្លួនជាច្រកសេដ្ឋកិច្ចជាច្រកទ្វារទំនាក់ទំនងអន្តរជាតិនៃដំណើរចេញចូលរបស់ភ្ញៀវទេសចរជាតិអន្តរជាតិយ៉ាងច្រើនកុះករក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអគ្គមគ្គុទ្ទេសក៍ឯកស្ថាបនិកសន្តិភាពបិតានយោបាយឈ្នះឈ្នះនៃកម្ពុជាក្រៅពីបេសកកម្មពិសេសរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធាននោះថ្នាក់ដឹកនាំក្នុងជួរអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជារួមមានលោកជំទាវអគ្គលេខាធិការលោកជំទាវអគ្គលេខាធិការរងទី1និងឯកឧត្តមអគ្គលេខាធិការរងទី2តែងតែបានបំពេញតួនាទីជាប្រតិបត្តិការមនុស្សធម៌ចុះទៅតាមមូលដ្ឋាននានាក្នុងនាមតំណាងសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានដើម្បីជួបសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ទៅចែកជូនជនងាយរងគ្រោះបំផុតនៅតាមអង្គការសមាគមនានានិងបានចុះទៅតាមមន្ទីរពេទ្យលំនៅឋាននិងខ្នងផ្ទះដើម្បីនាំយកនៅអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋទាំងអស់នោះដែលសុទ្ធសឹងតែជាអ្នកងាយរងគ្រោះបំផុតដូចជាចាស់ជរាគ្មានទីពឹងអ្នកជំងឺរ៉ាំរ៉ៃជនមានពិការភាពនិងស្ត្រីមេម៉ាយមានកូនច្រើនក្នុងបន្ទុកជាដើមការអញ្ជើញចែកអំណោយមនុស្សធម៌ជូនជនងាយរងគ្រោះបំផុតតាមខ្នងផ្ទះនេះគឺដើម្បីស្វែងយល់ពីស្ថានភាពគ្រួសារងាយរងគ្រោះនីមួយៗបានច្បាស់លាស់ជាពិសេសគឺជំរុញការងារផ្ដល់អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាបានចំគោលដៅអ្នកងាយរងគ្រោះបំផុតពិតប្រាកដនិងទាន់ពេលវេលាគោលដៅសំខាន់មួយទៀតរបស់កាកបាទក្រហមកម្ពុជាបន្ទាប់ពីការឆ្លើយតបគ្រោះមហន្តរាយនិងការចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិនិងឧបទ្ទវហេតុផ្សេងៗនិងជនងាយរងគ្រោះបំផុតនោះគឺការងារស្រាវជ្រាវនិងវិតម្លៃពីការខ្វះខាតខ្លាំងក្នុងជីវភាពនៃអ្នកងាយរងគ្រោះបំផុតដូចជាចាស់ជរាគ្មានទីពឹងអ្នកមានពិការភាពដោយសារសង្គ្រាមនិងកុមារកំព្រាជាពិសេសគ្រួសារដែលគ្មានផ្ទះសម្បែងរស់នៅដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅបានសមរម្យដែលកិច្ចការនេះកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលជាពិសេសអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជារួមនឹងកាកបាទក្រហមកម្ពុជាថ្នាក់សាខា
បាននឹងកំពុងអនុវត្តដោយភ្លៀងរលឹមតាមការចង្អុលបង្ហាញរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជាលទ្ធផលក្នុងឆ្នាំ2024កន្លងទៅនេះកាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាលនិងថ្នាក់សាខាបានសាងសង់ផ្ទះជូនស្ត្រីមេម៉ាយមានជីវភាពលំបាកចាស់ជរាគ្មានទីពឹង74ខ្នងក្នុងនោះសាខាបានសាងសង់73ខ្នងថែមទាំងផ្ដល់បន្ថែមជាគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនផងដែរក្នុងពិធីប្រគល់ផ្ទះជូនគ្រួសារនីមួយៗដោយឡែកក្នុងឆ្នាំ2024នេះដែរផ្ទះថ្មីចំនួន4ខ្នងនិងអណ្ដូងទឹកស្អាតប្រភេទស្នប់ចំនួន6ទៀតព្រះរាជអំណោយដ៏ថ្លៃថ្លារបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាក៏ត្រូវបានប្រគល់ជូនចាស់ជរាគ្មានទីពឹងយោធិនពិការនិងយោធិនរងរបួសដោយសារមីនសរុប4គ្រួសារនៅក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យក្នុងនោះផ្ទះទី1ប្រគល់ជូនលោកស្រុនយ៉ុងអាយុ54ឆ្នាំជាអតីតយុទ្ធជនដែលរងគ្រោះថ្នាក់ដោយសារផ្ទុះមីនកាលពីថ្ងៃទី30ខែមីនាឆ្នាំ1997លោកមានកូនប្រសានិងចៅក្នុងបន្ទុកសរុប7នាក់រស់នៅភូមិវាលធំឃុំចំខ្សានស្រុកចំខ្សានខេត្តព្រះវិហារផ្ទះរបស់លោកស្ថិតនៅចម្ងាយ27គីឡូម៉ែត្រពីព្រំដែនកម្ពុជាថៃផ្ទះទី2ប្រគល់ជូនលោកបេបបឿនអាយុ46ឆ្នាំរងគ្រោះថ្នាក់ដោយសារផ្ទុះគ្រាប់កាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2024លោកមានប្រពន្ធកូននិងចៅក្នុងបន្ទុកសរុប6នាក់រស់នៅភូមិសែនដេជះឃុំមរតកស្រុកចំខ្សានខេត្តព្រះវិហារផ្ទះទី3ប្រគល់ជូនលោកយាយថឹមថឹបអាយុ63ឆ្នាំមានកូនសតិមិនគ្រប់ម្នាក់និងចៅកំព្រាម្នាក់នៅភូមិសុភៀបឃុំអំពិលស្រុកបន្ទាយអំពិលខេត្តព្រះវិហារផ្ទះទី4ប្រគល់ជូនលោកយាយហឹមភៀបអាយុ73ឆ្នាំមានកូនជាស្ត្រីមេម៉ាយម្នាក់និងចៅ3នាក់រស់នៅភូមិវ៉ាយាវឃុំបេងស្រុកបន្ទាយអំពិលខេត្តព្រះវិហារទន្ទឹមនឹងការងារសាងសង់និងផ្ដល់ផ្ទះអណ្ដូងទឹកស្អាតជូនជនងាយរងគ្រោះនៅតាមបណ្ដាជនបទដាច់ស្រយាលនោះដើម្បីកែសម្រួលជីវភាពនិងបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋសម្ដេចគតិព្រឹទ្ធបណ្ឌិតប្រធានបានសម្រេចផ្ដល់កញ្ចប់ថវិកាសម្រាប់អនុវត្តការងារប្រាក់កម្ចីពុំមានការប្រាក់ជូនគ្រួសាររងគ្រោះដោយសារមីនគ្រួសារយោធិនពិការគ្រួសារអតីតយុទ្ធជន460គ្រួសារដែលក្នុងមួយគ្រួសារទទួលបានប្រាក់កម្ចី1លានរៀលហើយថវិកានេះនឹងត្រូវបង់សងត្រឡប់មកវិញប្រចាំខែដើម្បីជាទុនសម្រាប់បង្វិលឲ្យអ្នកផ្សេងទៀតខ្ចីបន្តពីឆ្នាំ2022ដល់បច្ចុប្បន្នមានគ្រួសារធ្លាប់បានប្រាក់កម្ចីពុំមានការប្រាក់ពីកាកបាទក្រហមកម្ពុជាតែមិនទាន់សងត្រឡប់វិញ1128គ្រួសារតាមរយៈការសង្កេតការសាកសួរដោយផ្ទាល់និងការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារតាមសាខានីមួយៗឃើញថាប្រជាពលរដ្ឋប្រមាណ 85% មានជីវភាពប្រសើរជាងមុនមានសុខភាពល្អហើយកូនក៏បានចូលរៀនគ្រប់គ្នាចំណែក 15% ទៀតបាននឹងកំពុងដំណើរការមុខរបរជាធម្មតាដោយឡែកអនុវត្តតាមកម្មវិធីគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី7សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍នៅតែជាអាទិភាពទី1របស់ជាតិដូច្នេះហើយទើបកាកបាទក្រហមកម្ពុជានៅតែបន្តចូលរួមការពារនិងលើកកម្ពស់សុខភាពសាធារណៈឲ្យកាន់តែប្រសើរឡើងជាពិសេសចូលរួមកាត់បន្ថយអត្រាឈឺនិងស្លាប់នៃមាតាទារកនិងកុមារការពារនិងលុបបំបាត់ជំងឺឆ្លងមិនឆ្លងអន្តរាគមន៍សុខភាពគ្រាអាសន្នសុខភាពមនុស្សចាស់សុខភាពផ្លូវចិត្តសង្គ្រោះបឋមនិងការលើកកម្ពស់សុខភាពសហគមន៍ជាពិសេសកាកបាទក្រហមកម្ពុជានៅតែបន្តផ្ដល់ថវិកា$1លានអាមេរិកជូនមូលនិធិគុណធបុប្ផាកម្ពុជាជាលើកទី7និងជាលើកទី13សម្រាប់មន្ទីរពេទ្យគុណធបុប្ផារួមទាំងថវិកា$50,000ជូនមន្ទីរពេទ្យកុមារអង្គរជាលើកទី7ទន្ទឹមនេះយន្តការនៃក្រមការងារអិសរាជជនឆ្នើមថ្នាក់ជាតិ
ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានបង្កើតបណ្ដាញការងារគ្រប់ដណ្ដប់ទូទាំងប្រទេសបានអនុវត្តតាមផែនការសកម្មភាពដែលឆ្លើយតបទៅនឹងភាពជាក់ស្ដែងដោយភ្លៀងរលឹមដើម្បីឈានឆ្ពោះទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ2025ជាលទ្ធផលរយៈពេល1ឆ្នាំ2024នេះក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៅទីស្នាក់ការកណ្ដាលនិងសាខាចំនួន24បានចុះសួរសុខទុក្ខនិងផ្ដល់ស្បៀងអាហារសម្ភារៈប្រើប្រាស់និងថវិកាជូនស្ត្រីមានផ្ទៃពោះស្ត្រីទើបសម្រាលកូន3206នាក់ថ្នាក់កណ្ដាល838នាក់និងសាខា2368នាក់សហការជាមួយទូរទស្សន៍ជាតិកម្ពុជារៀបចំកិច្ចពិភាក្សា12លើកផ្ដោតលើប្រធានបទសុខភាពមាតាទារកនិងកុមារសុខភាពបន្តពូជនិងការថែទាំសុខភាពបឋមដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ2030រួមទាំងបន្តចែកផ្សាយតាមគ្រប់ស្ថានីយទូរទស្សន៍នានានិងតាមបណ្ដាញសង្គមបានទូលំទូលាយបានផ្ដល់វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជូនបុគ្គលិករោងចក្រ35នាក់និងទី3បន្តរៀបចំទិវានិងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្ដីពីសុខភាពមាតាទារកនិងកុមាររួមគ្នាដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុជូនមន្ត្រីសាខាអនុសាខាមន្ត្រីសិស្សនិស្សិតរួមទាំងស្ត្រីមានកូនតូច2153នាក់ក្រុមការងារអិសរាជជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាកាកបាទក្រហមកម្ពុជាចំនួន24បានបន្តរៀបចំទិវានិងផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុខភាពមាតាទារកនិងកុមារដែលផ្ដោតសំខាន់លើស្ត្រីក្នុងវ័យបន្តពូជស្ត្រីមានផ្ទៃពោះនិងស្ត្រីមានកូនតូច9831នាក់បានរៀបចំវេទិកាបញ្ចេញទស្សនៈរបស់យុវជនលើប្រធានបទយុវជនបដិញ្ញារួមគ្នាបញ្ចប់បញ្ហាអេដស៍នៅកម្ពុជានៅខេត្តព្រះសីហនុដែលមានយុវជនមកពីខេត្តសៀមរាបនិងខេត្តព្រះសីហនុជាវាគ្មិនដែលមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់កណ្ដាលនិងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសៀមរាបរួមទាំងតំណាងមន្ទីរជុំវិញខេត្តអ្នកផ្ទុកមេរោគអេដស៍សិស្សនិស្សិតក្រុមយុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា1000នាក់ទីស្នាក់ការកណ្ដាលនិងសាខាកាកបាទក្រហមកម្ពុជាចំនួន24មានដូចជាខេត្តបន្ទាយមានជ័យបាត់ដំបងកំពង់ឆ្នាំងកំពង់ចាមកណ្ដាលកែបកោះកុងកំពតកំពង់ស្ពឺក្រចេះកំពង់ធំមណ្ឌលគិរីឧត្តរមានជ័យបៃលិនពោធិ៍សាត់ព្រៃវែងព្រះវិហារព្រះសីហនុស្វាយរៀងសៀមរាបស្ទឹងត្រែងតាកែវត្បូងឃ្មុំនិងរាជធានីភ្នំពេញបានបន្តរៀបចំទិវានិងការផ្សព្វផ្សាយលើកកម្ពស់ទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ជំងឺអេដស៍ដោយផ្ដោតសំខាន់លើយុវវ័យជានិស្សិតក្រុមសិល្បករតារាសម្ដែងនិងក្រុមប្រឈមខ្ពស់រួមមានបុរសស្រឡាញ់បុរសក្រុមបំប្លែងភេទក្រុមស្ត្រីបម្រើសេវាកំសាន្តនិងក្រុមប្រើប្រាស់គ្រឿងញៀន17198នាក់ស្រី5383នាក់ទន្ទឹមនេះសាខាកាកបាទក្រហមកម្ពុជាចំនួន23បានចុះសួរសុខទុក្ខនិងផ្ដល់ស្បៀងអាហារសម្ភារៈប្រើប្រាស់និងថវិកាជូនអ្នករស់នៅជាមួយមេរោគអេដស៍ជំងឺអេដស៍2175នាក់ផងដែរលើការងារសុខភាពនេះដែរកាលពីថ្ងៃទី13ខែកុម្ភៈឆ្នាំ2025លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានប្រគល់ថវិកាចំនួន$5លានអាមេរិកជូនមន្ទីរពេទ្យលួងម៉ែដែលជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីកដើម្បីបំពាក់បន្ថែមទៀតនៅសម្ភារៈបរិក្ខារដែលមានដូចជាម៉ាស៊ីន MRI ម៉ាស៊ីន HDR Brachytherapy ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ Cath Lab បរិក្ខារសម្រាប់បង្កើតមន្ទីរពិសោធន៍ទំនើបវិភាគសាច់និងសម្ភារៈបរិក្ខារជាច្រើនទៀតការផ្ដល់ថវិកាជួយដល់មន្ទីរពេទ្យលួងម៉ែជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់និងការគិតគូររបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចំពោះសុខភាពបងប្អូនជនរួមជាតិព្រោះថាកាកបាទក្រហមកម្ពុជានិងសប្បុរសជនគ្រប់មជ្ឈដ្ឋានពិតជាមានជំនឿយ៉ាងមុតមាំថា
មន្ទីរពេទ្យលួងម៉ែនិងបន្តផ្តល់សេវាពិនិត្យនិងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវាកម្មដ៏ល្អដោយវិជ្ជាសាស្ត្រនិងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈនិងប្រកបដោយក្រមសីលធម៌ស្របពេលដែលប្រជាពលរដ្ឋជាច្រើនប្រឈមគ្រោះថ្នាក់ដោយសារការប្រែប្រួលអាកាសធាតុវិជាសង្គ្រោះបឋមគឺចំណេះដឹងមូលដ្ឋានសង្គ្រោះជីវិតកាត់បន្ថយភាពធ្ងន់ធ្ងរនិងជួយសម្រួលដល់គ្រូពេទ្យក្នុងការព្យាបាលបច្ចុប្បន្នការងារវិជាសង្គ្រោះបឋមត្រូវបាននឹងកំពុងអនុវត្តដោយសាខាកាកបាទក្រហមកម្ពុជាទូទាំង25រាជធានីខេត្តដែលមានគ្រូបង្គោលថ្នាក់កណ្ដាល18នាក់ថ្នាក់សាខា114នាក់ថ្នាក់អនុសាខា38នាក់និងមានភ្នាក់ងារសង្គ្រោះបឋម17360នាក់បានអនុវត្តការងារយ៉ាងសស្រាក់សស្រាំដោយក្នុងរយៈពេល1ឆ្នាំ2024នេះកាកបាទក្រហមកម្ពុជាបានបណ្ដុះបណ្ដាលវិជ្ជាសង្គ្រោះបឋមមូលដ្ឋានមិនបង់ថ្លៃជូនយុវជនតាមគ្រឹះស្ថានសិក្សាមន្ត្រីរាជការអង្គការមនុស្សធម៌521វគ្គមានអ្នកចូលរួមសរុប13484នាក់និងបណ្ដុះបណ្ដាលបង់ថ្លៃ133វគ្គមានអ្នកចូលរួម2606នាក់ថ្នាក់កណ្ដាលសហការជាមួយវិស័យឯកជនចំនួន4បានរៀបចំកម្មវិធីរត់ប្រណាំងនិងកម្សាន្តម៉ារ៉ាតុងជុំវិញបរិវេណទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាមានអ្នកចូលរួម350នាក់ដើម្បីអបអរសាទរទិវាពិភពលោកសង្គ្រោះបឋមឆ្នាំ2024ក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡាលើសពីនេះទៅទៀតដើម្បីសម្រេចបានយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជាឆ្នាំ2030ក្នុងមួយគ្រួសារមានម្នាក់យល់ដឹងអំពីវិជ្ជាសង្គ្រោះបឋមបន្ទាប់ពីទទួលបានវគ្គបណ្ដុះបណ្ដាលពីកាកបាទក្រហមកម្ពុជាអង្គភាព2បានបន្តផ្សព្វផ្សាយដល់អង្គភាពចំណុះរបស់ខ្លួនមាន 1. ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបសសបានផ្សព្វផ្សាយបន្តទៅអង្គភាពចំណុះបាន40វគ្គមានអ្នកចូលរួមសរុប2847នាក់ 2. កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររៀមបានផ្សព្វផ្សាយបន្តទៅអង្គភាពចំណុះជាពិសេសតាមតំបន់កោះបាន2វគ្គមានអ្នកចូលរួមសរុប146នាក់ជាការពិតណាស់លទ្ធផលជោគជ័យដែលកាកបាទក្រហមកម្ពុជាសម្រេចបានក្នុងរយៈពេល1ឆ្នាំ2024កន្លងទៅនេះគឺมันអាចខ្វះបានពីការចូលរួមយ៉ាងសស្រាក់សស្រាំប្រកបដោយឆន្ទៈពីសំណាក់យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាប្រមាណ 750,000 នាក់ដែលបាននឹងកំពុងបំពេញការងារស្នូលរបស់ចលនាមនុស្សធម៌នៅគ្រប់ទីកន្លែងនិងគ្រប់សកម្មភាពយុវជនកាកបាទក្រហមកម្ពុជាត្រូវបានចាត់ទុកជាអ្នកស្ម័គ្រចិត្តវ័យក្មេងជាប្រភពដើមនិងជាសរសៃឈាមនៃចលនាជាកម្លាំងឈានមុខជាធនធានមនុស្សដ៏រឹងមាំប្រកបដោយសមត្ថភាពបម្រើសកម្មភាពមនុស្សធម៌ជាមួយចលនាកាកបាទក្រហមនិងអត្ថច័ន្ទក្រហមក្នុងការចូលរួមលើកកម្ពស់សេវាសុខភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋានជាមួយនេះយុវជនអ្នកស្ម័គ្រចិត្តក៏បានក្លាយជាឃោសនិកដ៏សកម្មផ្សព្វផ្សាយការយល់ដឹងនិងវិធានការបង្ការទប់ស្កាត់ហានិភ័យនៃការឆ្លងរាតត្បាតជំងឺផ្សេងៗនៅតាមមូលដ្ឋានសហគមន៍នានាក្នុងប្រទេសកម្ពុជាថែមទៀតការងារគ្រប់គ្រងនិងអភិវឌ្ឍយុវជនមានគោលបំណងលើកទឹកចិត្តជំរុញយុវជនកម្ពុជាឲ្យចូលរួមក្នុងសកម្មភាពមនុស្សធម៌និងក្លាយជាផ្នែកមួយនៃដំណើរការគ្រប់គ្រងជាអ្នកផ្ដល់សេវាកម្មមនុស្សធម៌និងជាអ្នកទទួលផលពីកាកបាទក្រហមកម្ពុជាដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរស៊ីជម្រៅនិងការអភិវឌ្ឍជំនាញសំដៅលើកកម្ពស់សុខដុមនីយកម្មនិងអកប្បកិរិយាជាវិជ្ជមានក្នុងសហគមន៍ដើម្បីលើកទឹកចិត្តយុវជនដែលបាននៅកំពុងបំពេញបេសកកម្មក្នុងវិស័យមនុស្សធម៌នៅថ្ងៃទី19ខែតុលាឆ្នាំ2024សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានផ្ដល់កិត្តិយសអញ្ជើញបំពាក់កន្សែងជូនក្មួយយុវជនកាកបាទក្រហមកម្ពុជាសរុប4742នាក់ដែលនេះជាការឆ្លុះបញ្ចាំងឲ្យឃើញថាសម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោតការយកចិត្តទុកដាក់និងផ្ដល់សារៈសំខាន់យ៉ាងធំធេងទៅលើយុវជនដែលជាកម្លាំងបន្តវេន
ជាសសរទ្រូងនិងជាមូលធនមនុស្សដ៏សំខាន់បំផុតក្នុងការបន្តថែរក្សាសុខសន្តិភាពស្ថិរភាពសាមគ្គីភាពនិងឯកភាពជាតិដើម្បីធានានិរន្តរភាពនៃវឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជានិងភាពកាន់តែរីកចម្រើនរុងរឿងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2030និងឆ្នាំ2050រយៈពេល3ខែបន្ទាប់ពីការបំពាក់កន្សែងក្នុងទ្រង់ទ្រាយធំទីប្រឹក្សាយុវជននិងយុវជនកាកបាទក្រហមកម្ពុជាមកពីក្លឹបយុវជនទាំង25គ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញរួមនឹងសាខាខេត្តចំនួន8រួមមានខេត្តឧត្តរមានជ័យសៀមរាបកំពង់ធំព្រះវិហារបន្ទាយមានជ័យបាត់ដំបងបៃលិននិងខេត្តពោធិ៍សាត់និងមានការចូលរួមពីយុវជនមកពីសមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ាកាកបាទក្រហមវៀតណាមនិងអត្តច័ន្ទក្រហមម៉ាឡេស៊ីផងដែរសរុបប្រមាណ350នាក់បានអញ្ជើញចូលរួមក្នុងពិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិនិងអន្តរជាតិឆ្នាំ2024ក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីភាពធន់សហគមន៍ក្នុងសន្តិភាពដែលប្រព្រឹត្តទៅរយៈពេល5ថ្ងៃចាប់ពីថ្ងៃទី29ខែវិច្ឆិកាដល់ថ្ងៃទី3ខែធ្នូឆ្នាំ2024នៅពហុកីឡដ្ឋានខេត្តឧត្តរមានជ័យដែលបានដំណើរការបើកក្រោមអធិបតីភាពលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាអ្វីៗដែលយុវជនទទួលបានពីការចូលរួមពិធីបោះជំរំនេះគឺជាការបង្កើតចំណងមិត្តភាពសហប្រតិបត្តិការសាមគ្គីភាពនិងផ្លាស់ប្ដូរបាននៅបទពិសោធន៍ក្នុងជួយយុវជនពហុជំនាន់ពីសាខាគ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាការសិក្សាពីគ្រប់សាក្សីរស់នៅប្រវត្តិនយោបាយឈ្នះឈ្នះជីវិតតស៊ូក្នុងពេលមានសង្គ្រាមរបស់អតីតយុទ្ធជនស្គាល់ច្បាស់ពីគុណតម្លៃនៃសន្តិភាពស្គាល់សុខទុក្ខនិងជីវភាពរបស់ប្រជាពលរដ្ឋតាមសហគមន៍ចូលរួមលើកកម្ពស់ការគាំពៀថែរក្សាបរិស្ថានបៃតងដើម្បីអព្យាក្រឹតកាបូនដំណោះស្រាយបញ្ហាប្រឈមថ្មីជាសកលការប្រែប្រួលអាកាសធាតុចូលរួមដាំដើមឈើលើកកម្ពស់ចំណេះដឹងពីសុខភាពភាពធន់សហគមន៍បំណិនជីវិតសួនបន្លែក្នុងគ្រឹះស្ថានសិក្សាចូលរួមអនុវត្តគម្រោងកែច្នៃសម្រាមគំនិតផ្ដួចផ្ដើមច្នៃប្រឌិតថ្មីដែលនឹងត្រូវបន្តការប្រកួតប្រជែងជាអន្តរជាតិយល់ដឹងពីបរិវត្តកម្ម Digital និងបញ្ញាសិប្បនិម្មិតក្នុងវិស័យមនុស្សធម៌ផ្ដល់ឱកាសឲ្យយុវជនបានស្គាល់និងចូលរួមការពារសម្បត្តិវប្បធម៌របស់ជាតិការចូលរួមរបស់យុវជនស្ម័គ្រចិត្តដោះស្រាយបញ្ហាប្រឈមថ្មីជាសកលការប្រែប្រួលអាកាសធាតុនិងបរិស្ថានបៃតងគោរពនៅបទវិន័យស្មារតីទទួលខុសត្រូវជាក្រុមមានសាមគ្គីភាពសហប្រតិបត្តិការក្នុងនាមយុវជនជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមានការចេះចែករំលែកអំពើល្អនិងធនធានរបស់ខ្លួនសកម្មភាពមិត្តអប់រំមិត្តនិងមិត្តជួយមិត្តមានស្មារតីខ្ពស់ក្នុងការថែរក្សាអនាម័យនិងយកចិត្តទុកដាក់ចំពោះសុខភាពការថែទាំសុខភាពដោយហូបស្អាតផឹកស្អាតនិងរស់នៅស្អាតជាដើមយុវជនមិនត្រឹមតែបានចូលរួមគ្រប់សកម្មភាពជាមួយកាកបាទក្រហមកម្ពុជាប៉ុណ្ណោះទេតែក៏បានស្ម័គ្រចិត្តបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋគំរូសម្រាប់សង្គមជាតិតាមរយៈការបរិច្ចាគឈាមជាក់ស្ដែងក្នុងឆ្នាំ2024កន្លងទៅនេះក្រោមការសហការរៀបចំដោយថ្នាក់កណ្ដាលជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនិងក្លឹបយុវជនមកពីគ្រឹះស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញយុវជនកាកបាទក្រហមកម្ពុជានៅតាមក្លឹបសាកលវិទ្យាល័យនានាបានបរិច្ចាគឈាមផ្ទាល់នៅទីស្នាក់ការកណ្ដាលទទួលបានឈាមសរុប988ផ្លោកទន្ទឹមនេះក្រុមបណ្ដាញយុវជនកាកបាទក្រហមកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការអប់រំផ្សព្វផ្សាយបន្តពីការលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍គ្រឹះរបស់ចលនាត្រៀមបង្ការគ្រោះមហន្តរាយកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយឆ្លើយតបគ្រោះមហន្តរាយសុខភាពគ្រាអាសន្នសុខភាពមាតាទារកនិងកុមារមេរោគអេដស៍ជំងឺអេដស៍សុវត្ថិភាពចរាចរណ៍ការយល់ដឹងពីគ្រោះថ្នាក់នៃគ្រាប់មីនគ្រឿងញៀនមិត្តអប់រំមិត្តនិងសកម្មភាពសង្គមផ្សេងៗទៀតដែលកំពុងកើតមាននៅតាមសហគមន៍ជាបន្តបន្ទាប់ក្រៅពីបំពេញបេសកកម្មមនុស្សធម៌នៅក្នុងប្រទេសកាកបាទក្រហមកម្ពុជាបានយកចិត្តទុកដាក់ផងដែរក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយសមាគមជាតិជាមិត្តនៅក្នុងតំបន់និងពិភពលោក
ជាក់ស្ដែងឆ្នាំ2024កន្លងទៅថ្នាក់ដឹកនាំក្នុងជួរអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជាបានដឹកនាំមន្ត្រីទីស្នាក់ការកណ្ដាលនិងយុវជនកាកបាទក្រហមកម្ពុជាទៅចូលរួមក្នុងទិវាជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ក្នុងនោះមានសិក្ខាសាលាអន្តរជាតិស្ដីពីភាពធន់សហគមន៍ដែលរៀបចំឡើងនៅសាធារណរដ្ឋប្រជាមានិតចិនមានការចូលរួមពីអនុប្រធានប្រតិភូ ICRC ប្រចាំតំបន់អាស៊ីខាងកើតសមាគមជាតិចំនួន8នៃតំបន់អាស៊ីខាងកើតដោយផ្ដោតទៅលើរបៀបវរៈសំខាន់ចំនួន2គឺការកសាងភាពធន់សហគមន៍ក្រោមបរិបទនៃការប្រែប្រួលអាកាសធាតុនិងការកសាងភាពធន់សហគមន៍ក្រោមបរិបទនគរូបនីយកម្មដើម្បីត្រៀមឆ្លើយតបនិងធ្វើការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុគណៈប្រតិភូនិងយុវជនកាកបាទក្រហមកម្ពុជា7រូបបានទៅចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍លើកទី21និងវេទិកាយុវជនលើកទី3នៅកោះបាលីប្រទេសឥណ្ឌូនេស៊ីដោយបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍កោះបាលីចំនួន8ចំណុចដើម្បីសមាគមជាតិទាំង11យកមកអនុវត្តគណៈប្រតិភូនិងយុវជនកាកបាទក្រហមកម្ពុជា3រូបបានទៅចូលរួមមហាសន្និបាតលើកទី24របស់សហព័ន្ធអន្តរជាតិនិងកិច្ចប្រជុំក្រុមប្រឹក្សាសន្និសីទអន្តរជាតិលើកទី34នៅទីក្រុងហ្សឺណែវប្រទេសស្វីសមានការចូលរួមប្រមាណ2400នាក់មកពីសហព័ន្ធអន្តរជាតិ ICRC រដ្ឋាភិបាល160ប្រទេសសមាគមជាតិ170ប្រទេសនិងអ្នកសង្កេតការណ៍146នាក់ជាមួយនេះកាកបាទក្រហមកម្ពុជាបានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ជាលើកទី2របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េសាខាអ៊ូសាន44រូបនៅរាជធានីភ្នំពេញដោយបានបរិច្ចាគធនធាននិងសម្ភារៈសិក្សាដល់និស្សិតមានជីវភាពខ្វះខាតនិងគណៈប្រតិភូពីសាខាឆុងជី31រូបជាគ្រូទីប្រឹក្សានិងមន្ត្រីនៅខេត្តសៀមរាបចូលរួមសកម្មភាពការងារស្ម័គ្រចិត្តផ្លាស់ប្តូរបទពិសោធន៍និងបានប្រគល់នៅកន្លែងលាងដៃមួយកន្លែងក្នុងសាលាបឋមសិក្សានិងអនុវិទ្យាល័យសម្ដេចតេជោហ៊ុនសែនគ្រូសក្នុងក្រុងសៀមរាបដោយឡែកក្នុងទំនាក់ទំនងអន្តរជាតិនេះដែរកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកា$10,000អាមេរិកជូនសមាគមជាតិកាកបាទក្រហមវៀតណាមដើម្បីចូលរួមចំណែកសម្រាលការលំបាកខ្វះខាតប្រជាជនវៀតណាមដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់ព្យុះយ៉ាហ្គីនិង$10,000អាមេរិកទៀតជូនសមាគមជាតិកាកបាទក្រហមមីយ៉ាន់ម៉ាដើម្បីសម្រាលការលំបាកខ្វះខាតរបស់ប្រជាជនមីយ៉ាន់ម៉ាដែលបានរងគ្រោះដោយការរំជួយដីកាលពីពេលថ្មីកន្លងទៅនេះការជួយឧបត្ថម្ភដល់សមាគមជាតិនៃប្រទេសទាំងពីរខាងលើគឺក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការលើផ្នែកមនុស្សធម៌រវាងកាកបាទក្រហមកម្ពុជាជាមួយបណ្ដាសមាគមជាតិជាមិត្តនៅក្នុងតំបន់ក្នុងការជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើងហើយក៏ជាការបង្ហាញពីភាពរឹងមាំនិងម្ចាស់ការបានរបស់កាកបាទក្រហមកម្ពុជាដែលបានคล้ายពីសមាគមជាតិមួយដែលធ្លាប់តែទទួលជំនួយពីសមាគមជាតិប្រទេសនានាពីអតីតកាលមកជាសមាគមជាតិមួយមានលទ្ធភាពគ្រប់គ្រាន់ក្នុងប្រតិបត្តិការមនុស្សធម៌របស់ខ្លួននិងអាចមានលទ្ធភាពជួយដល់សមាគមជាតិនៃប្រទេសនានាថែមទៀតក្នុងពេលបច្ចុប្បន្នគ្រប់សកម្មភាពខាងលើនេះគឺបានបញ្ជាក់ពីសមិទ្ធផលដែលកាកបាទក្រហមកម្ពុជាសម្រេចបានក្នុងរយៈពេល1ឆ្នាំកន្លងទៅក្រោមការបដិញ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃកាកបាទក្រហមកម្ពុជាជាការពិតទោះបីកាកបាទក្រហមកម្ពុជាមានគ្រប់មធ្យោបាយធនធានមនុស្សនិងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញការងារមនុស្សធម៌របស់ខ្លួនក៏ពិតមែនក៏ប៉ុន្តែបើខ្វះធនធានហិរញ្ញវត្ថុនោះបេសកកម្មមនុស្សធម៌របស់សមាគមជាតិមួយនេះក៏មិនអាចដំណើរការបានជោគជ័យបានដែរដូច្នេះដើម្បីសម្រេចយុទ្ធសាស្ត្រ2021-2030ដែលជាផែនទីចង្អុលទិសផ្ដោតលើវិស័យអត្ថភាពទាំង4និងដើម្បីពង្រឹងបាននូវប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានាក្នុងវិសាលភាពកាន់តែទូលំទូលាយគ្រប់កាលៈទេសៈនោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាគ្រប់ជាន់ថ្នាក់សង្ឃឹមថាក្នុងឱកាសអបអរសាទរខួបទី162
ទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភា2025និងខួបទី70នៃកំណើតកាកបាទក្រហមកម្ពុជាសប្បុរសជននិងប្រជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងបន្តចូលរួមបរិច្ចាគធនធានប្រកបដោយឆន្ទៈមោះមុតនិងជ្រះថ្លាជួយកាកបាទក្រហមកម្ពុជាតាមការស្ម័គ្រចិត្តដើម្បីឲ្យស្ថាប័នមនុស្សធម៌មួយនេះកាន់តែទទួលបានជោគជ័យថែមមួយកម្រិតទៀតក្នុងបេសកកម្មមនុស្សធម៌ជួយសង្គ្រោះជនរងគ្រោះនិងជនងាយរងគ្រោះបំផុតដែលត្រូវការចាំបាច់នៅការជួយសម្រាលទុក្ខលំបាកពីកាកបាទក្រហមកម្ពុជាពិសេសក្នុងដំណាក់កាលដែលយើងកំពុងមានវិសមភាពនិងការប្រែប្រួលអាកាសធាតុស្របនឹងប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទូរទស្សនិកជនជាទីគោរពកម្រងវីដេអូឯកសារស្ដីពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលលោកអ្នកនាងបានតាមដានទស្សនាមិញនេះចប់តែប៉ុណ្ណេះក្នុងឱកាសអបអរសាទរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមអត្តច័ន្ទក្រហម8ឧសភាឆ្នាំ2025នេះយើងសង្ឃឹមយ៉ាងមុតមមថាកាកបាទក្រហមកម្ពុជានឹងបន្តខិតខំប្រឹងប្រែងក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួនឲ្យបានកាន់តែខ្លាំងក្លានិងរស់រវើកថែមទៀតដើម្បីឈានឆ្ពោះទៅសម្រេចលទ្ធផលជោគជ័យតាមយុទ្ធសាស្ត្រ2021-2030ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសក្នុងការអនុវត្តសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសូមអរគុណសូមជម្រាបលា